Tụi mới cho nằm bây giờ cho tới cả IP address ở Windows Server dươngត្រូវចូលទៅកាន់ Control Panel ហើយយើងចូលទៅកាន់ Network and Sharing Center នេះ Network and Sharing Center ណាទៀតហើយយើងចុចពាក្យ property ហើយយើង click right mouse ស្ដាំចុចទៅយើង double click ទៅយើងត្រូវកំណត់ IP address ហើយយើងកំណត់ subnet mask បន្ទាប់មកយើងចូលទៅកំណត់refer DNS server យើងត្រូវដាក់ IP របស់ domain controller 192.168.1.1 copy 192.168.1.1 ម្ដងទៀត192.168.1.1ហើយយើងចុចពី OK យើងចុច OK តោះមកយើង close កំណត់រួចហើយយើងអាចបើក command prompt រួចយើងវាពាក្យ CMD command prompt ហើយយើងវា command IP config ហើយ enter មកយើងធ្វើអញ្ចឹងដើម្បីផ្ទៀងផ្ទាត់ថា IP ផ្ទៀងផ្ទាត់ IP យើងឡើងវិញឥឡូវ machine client របស់យើងមាន IP ត្រឹមត្រូវនិងត្រៀមខ្លួនរួចរាល់ក្នុងការ join ចូលទៅក្នុង domain របស់ server នេះ IP នេះ subnet mask ឥឡូវយើងចូលទៅកំណត់បង Windows Server Client ម្ដង
យើងចូលទៅ prefer DNS server ហើយយើងចុចពី OK ហើយយើងវេ comment ping 192.168.1.100យើង ping វាអត់ជោគជ័យទេគឺថាម៉េច transmit fail general failure ចុងយើងចូលទៅផ្ទៀងផ្ទាត់ IP address ទាំងស្រួលនឹងធ្លាក់ម្ដងទៀតឥឡូវយើងចាប់ផ្ដើម ping វាម្ដងទៀតនៅលើ Windows Server យើងចូល command prompt ប្រើ command drag reply from by ping static for 2.1 I press background Twitter in mail scan ចង់មានន័យថានៅលើ server មិនដើរចង់យើងទៅតែនៅលើ client ម្ដងទៀតគ្នា ping 192.168.1.1 ម្ដងចូលទៅដូរសិនមិញដាក់មិញនៅលើ client មិញហ្នឹងវាជន់ IP address គ្នាជាមួយនឹង server ចុះយើងចូលទៅដូរវាcontrol panel យើងចូលទៅ network and sharing center ហើយយើងចូល external zone ចូល property មិញយើងក្រាត់100ចុះយើងក្រាត់មួយវិញកុំឲ្យជន់គ្នាយើងចូលទៅ ping ម្ដងទៀត192.168.1.1វាស្គាល់គ្នាមិញហ្នឹងដាក់ IP ជន់អត់ឃើញចុះយើងចូល Windows Defender Firewall ហើយយើងចូល Connect Cheat ទៅអើយហើយបន្ទាប់មកយើងចូល Turn off Firewall នេះមកហើយយើងចុចពី OK ហើយចុច File ណា
ហើយដើម្បីដឹងថាWindows មួយណាបានចុះ domain ហើយយើងចូលទៅក្នុង Windows Server ចូលទៅកាន់ Windows Administrator Tool ហើយចូលទៅកាន់ Active Directory User and Computer បន្ទាប់មកយើងចូលទៅក្នុង E6.local ហើយយើងចូល Computer ដើម្បីដឹងថាមានកុំព្យូទ័រណាដែលបានចុះ domain ហើយនៅចឹងយើងអត់ទាន់មានទេចឹងដើម្បី join domain យើងចូលទៅក្នុង Windows Server របស់ client យើងចូលពាក្យ property ហើយយើងចូល rename this PC ហើយយើងចូលពាក្យ chat ហើយចូលពាក្យ domain ហើយយើងដាក់ឈ្មោះចុច OK ហើយយើងដាក់ username និង password របស់យើងហើយយើងដាក់ username ឈ្មោះ admin administrator admin អ្វីដល់administrator យើង join domain បានជោគជ័យមកព្រលឹកបន្ទាប់ពីយើង join domain បានជោគជ័យហើយវាឲ្យយើងនឹង restart computer យើង